បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំលើកយកពាក់ព័ន្ធទៅលើ excavator ខ្នាតតូចនិយាយពីលក្ខណៈពិសេសតែម្ដងគឺ JCB 51R11 អញ្ចឹងបងប្អូនទម្ងន់ប្រតិបត្តិការរបស់វាគឺ5112គីឡូក្រាមចំណែកឯម៉ាស៊ីនរបស់វាគឺម៉ាស៊ីន Perkin ប៊ីស្តុង4ទឹកស្អំប្រើកុនយូធម្មតាចំណែកឯកម្លាំងម៉ាស៊ីនគឺ50សេសឬក៏ 35.7 គីឡូវ៉ាត់ចំណែកឯលំហូរប្រេងបូមគឺ126លីត្រក្នុង1នាទីហើយចំណែកឯល្បឿនបង្វិលខ្លួនគឺ 8.3 ជុំក្នុង1នាទីចំណែកឯទំហំប៉ែលវិញគឺ 0.101 ម៉ែត្រគូបហើយចំណែកឯជម្រៅជីកអតិបរមាគឺ 3.3 ម៉ែត្រ.65ហើយចំណែកឯប្រវែងប៉ែឈូដីវិញគឺ1ម៉ែត្រ 96ណាអញ្ចឹងបងប្អូនលក្ខណៈពិសេសរបស់ JCB 51R11 គឺមានប៉ុណ្ណឹងបងប្អូនអញ្ចឹងបងប្អូនចង់ប្រើលក្ខណៈគ្រួសារចកាតូចដាក់លូដាក់អីផ្សេងគឺត្រូវហើយបងប្អូនត្រូវហើយអញ្ចឹងប្រើមួយគ្រឿងនឹងអត់ខកបំណងទេជាមួយនឹង JCB 51R11 នឹងបងប្អូនអញ្ចឹងបងប្អូនចង់ដឹងព័ត៌មានលម្អិតពាក់ព័ន្ធទៅលើ JCB បងប្អូនអាចស៊ូជាមួយនឹងការ៉េ5ក្រាស់បានហើយអរគុណរាល់ការតាមដានអរគុណសម្រាប់បងប្អូនតែងតែគ្រប់គ្រងជាមួយនឹងការ៉េ5ក្រាស់ហើយអ្វីដែលពិសេសគឺខ្ញុំតែងលើកយកមកបង្ហាញជូនបងប្អូនដើម្បីបងប្អូនបាត់ចម្ងល់ណាដើម្បីបងប្អូនបាត់ចម្ងល់ហើយបងប្អូនឆ្ងល់ទៀតអាចស៊ូបានទៀតណាជាមួយនឹងការ៉េ5ការ៉ាស់ហើយឥឡូវលក្ខណៈពិសេសរបស់ JCB យើងបងប្អូនមានលុយចូលរួមត្រឹមតែ 7000 អាចស្នើសុំជាមួយនឹង excavator យកទៅប្រើប្រាស់បានអរគុណជួបគ្នានៅវីដេអូក្រោយអរគុណ